ស្នងការនគរបាលខេត្តព្រះវិហារផ្ដល់ឱវាទដល់មន្ត្រីរបស់ខ្លួននឹងកុំឲ្យប្រព្រឹត្តខុសវិន័យបាទព័ត៌មាននេះយ៉ាងម៉េចលោកយុរ៉ាសូមអញ្ជើញបាទអរគុណលោកសេរីរតប្រិមត្តទូរទស្សនិកជនជាទីគោរពរាប់អានខ្ញុំសូមជម្រាបជូននៅព័ត៌មាននេះដោយកើតឡើងនៅខេត្តព្រះវិហារគឺថាស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានដាស់តឿនឲ្យមន្ត្រីនគរបាលយុតិធធទាំងអស់គោរពទូនាទីនិងគោរពភារកិច្ចរបស់ខ្លួនក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាជៀសវាងដាច់ខាតការប្រព្រឹត្តប្រាសចាកនិងវិន័យរបស់អង្គភាពហើយប្រសិនបើមន្ត្រីរូបណាប្រព្រឹត្តខុសនឹងត្រូវទទួលទោសតាមច្បាប់ជាធរមានថ្លែងនៅក្នុងឱកាសបើកវគ្គបំពាក់បំពន់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនគ្រប់គ្រងអាវុធជាផ្ទុះបង្ក្រាបបទល្មើសសេដ្ឋកិច្ចនិងអគ្គិភ័យដល់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនៅថ្ងៃទី2ខែធ្នូឆ្នាំ2015នេះលោកឧត្តមសេនីយ៍ត្រីស៊ីគិរីស្នងការនគរបាលខេត្តព្រះវិហារបានដាស់តឿននិងក្រើនរំលឹកដល់មន្ត្រីក្រមអាវ៉ាតទាំងអស់ត្រូវតែយកទូនាទីរបស់ខ្លួនទៅបម្រើប្រជាពលរដ្ឋដើម្បីរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពអាយដាមបានបន្តថាមន្ត្រីនគរបាលទាំងអស់ត្រូវជៀសវាងឲ្យបានជាដាច់ខាតការប្រព្រឹត្តផ្ទុយវិន័យនិងក្រមសីលធម៌ដែលកន្លងទៅមានមន្ត្រីមួយចំនួនបានប្រើទូនាទីភារកិច្ចរបស់ខ្លួនទៅប្រព្រឹត្តខុសច្បាប់និងឈានដល់ការផ្ដន្ទាទោសទៅតាមច្បាប់ទៀតផងហើយសូមបញ្ជាក់ថាការវគ្គបំពាក់បំពន់ដល់មន្ត្រីនគរបាលស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដែលមានសិក្ខាកាមសរុបនោះមានចំនួន153នាក់មានរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី2រហូតដល់ថ្ងៃទី4ធ្នូនេះគួររំលឹកថានៅក្នុងឆ្នាំ2015នេះគឺស្នងការនគរបាលខេត្តព្រះវិហារបានបង្ក្រាបករណីគ្រឿងញៀនបានចំនួន35លើកដោយឃាត់ខ្លួនបានជនសង្ស័យនោះគឺមានចំនួន75នាក់ក្នុងនោះគឺមានស្រី10នាក់និងបង្ក្រាបបានបទល្មើសសេដ្ឋកិច្ចមានចំនួន63លើកគ្រោះថ្នាក់ដោយអាវុធជាផ្ទុះចំនួន13លើកបណ្ដាលឲ្យមនុស្សស្លាប់មាន7នាក់និងរងរបួស17នាក់ប្រមូលបានអាវុធគ្រប់ប្រភេទពីតាមបណ្ដាស្រុកក្រុងក្នុងខេត្តព្រះវិហារបានចំនួន1574ដើមនិងករណីអគ្គិភ័យកើតឡើងចំនួន32លើកដែលបណ្ដាលឲ្យស្លាប់កុមារនោះមានម្នាក់ឆេះនៅឆេះផ្ទះចំនួន26ខ្នងនិងសម្ភារៈមួយចំនួនទៀតបាទលោកសេរីរតនេះគឺជាអាវ៉ាតរបស់ថ្នាក់ដឹកនាំខេត្តដើម្បីឲ្យកូនចៅក៏ដូចជាគេហៅថាមន្ត្រីក្រមអាវ៉ាតហ្នឹងគឺគោរពទៅតាមទូនាទីរបស់ខ្លួនគឺថាព្រោះថាកន្លងមកយើងដឹងថាប្រមុខរាជរដ្ឋាភិបាលលោកបានលើកឡើងហើយថាមន្ត្រីត្រូវតែជាគំរូរបស់ប្រជាពលរដ្ឋបាទអរគុណចាន់លោកយុរ៉ាបាទជាការពិតណាស់អង្គភាពមួយតែងតែមានការដាស់តឿនទៅវិញទៅមកតែប៉ុណ្ណឹងដើម្បីប្រសិទ្ធភាពនៃការងារបាទយើងចូលរឿងមួយទៀតនៅគឺតាក់ទងនៅខេត្តកណ្ដាលវិញបាទខេត្តកណ្ដាលនេះគឺតាក់ទងសមត្ថកិច្ចចាប់ខ្លួនចោលតាក់ឆ្កែបានម្នាក់ក្នុងចំណោមបកពួក4នាក់នៅស្រុកគៀនស្វាយបាទគឺនៅចិត្តយើងនេះទេបាទរឿងនេះគឺសមត្ថកិច្ចនគរបាលឃុំឈើទាលស្រុកគៀនស្វាយចាប់បានចោលដើរតាក់ឆ្កែម្នាក់ក្នុងចំណោមបកពួក4នាក់ខណៈដែលពួកគេបានដើរតាក់ឆ្កែត្រូវពលរដ្ឋដឹងហើយប្តឹងទៅប៉ូលីសឲ្យជួយអន្តរាគមន៍ទាន់ពេលវេលាបាទដួលស្លាប់បាត់ហើយហេតុការណ៍នេះបានកើតឡើងវេលាម៉ោង3ទៀបភ្លឺឈានចូលថ្ងៃទី3ខែធ្នូឆ្នាំ2015ស្ថិតនៅភូមិឈើទាលឃុំឈើទាលស្រុកគៀនស្វាយខេត្តកណ្ដាលលោកប៉ៅសំអិតអធិការនគរបាលស្រុកបានឲ្យដឹងថាជនសង្ស័យទាំង4នាក់នោះទី1មានឈ្មោះសុកបូរ៉ាន់ភេទប្រុសអាយុ39ឆ្នាំរស់នៅភូមិសាមគ្គីសង្កាត់រិស័យកែវខណ្ឌរិស័យកែវខាត់ខ្លួនបាទមានតែម្នាក់មិញនេះគឺខាត់ខ្លួនបានហើយបាទចំណែកទី2គឺឈ្មោះលោកមីភេទប្រុសអាយុ30ឆ្នាំក៏កិច្ចខ្លួនដែរបាទហើយទី3នោះគឺមានឈ្មោះធាភេទប្រុសអាយុ30ឆ្នាំក៏បានកិច្ចខ្លួនរួចដែរហើយទី4មានឈ្មោះហ៊ួយភេទប្រុសអាយុ29ឆ្នាំក៏បានកិច្ចខ្លួនរួចដែរអញ្ចឹងខាត់ខ្លួនបានតែម្នាក់ទេក្នុងចំណោម4នាក់បាទស្លាប់បាត់ទៅហើយលោកបានបន្តថានៅមុនពេលកើតហេតុជនសង្ស័យបានធ្វើដំណើរចេញពីភ្នំពេញមកធ្វើសកម្មភាព
ពាក្យឆ្កែពលរដ្ឋត្រង់ចំណុចខាងលើស្របពេលដែលសមត្ថកិច្ចប៉ុស្តិ៍ចុះល្បាតបានលើពលរដ្ឋស្រែកថាចោលក៏ទៅជួយអន្តរាគមន៍ស្រាប់តែជនសង្ស័យបានជិះម៉ូតូកិច្ចខ្លួនរួចបុកជាមួយនឹងដើមខ្នោរបួសបាក់ជើងខាងស្ដាំម្នាក់បាទកុំអីក៏ចាប់អត់បានដែរលោកយូរ៉ាបាទភ័យពេករត់បុកផឹងបាទបាទធម្មតាទេថាឮគេដេញហើយ20មិនលោកយូរ៉ាមិនចឹងហ៎បាទហើយចំពោះជនសង្ស័យ3នាក់ទៀតកិច្ចខ្លួនបាត់និងដកហូតបានម៉ូតូមួយគ្រឿងម៉ាក C125 ស្លាកលេខ 2AN 4536និងសត្វឆ្កែចំនួន2ក្បាលសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យបន្តទៅតុលាការចាត់ការតាមនីតិវិធីបាទអញ្ចឹងយើងចាប់បានម្នាក់ហើយអាចថា3នាក់ផ្សេងទៀតដែលជាបពុរបស់គាត់ហ្នឹងក៏ប្រហែលជាមិនរួចខ្លួនដែរព្រោះចាប់បានម្នាក់ហើយអាចតែជាមុខសញ្ញាមួយផ្ដល់ព័ត៌មានបន្ថែមហើយម្នាក់នេះគាត់អកុសលដែរដោយគ្រោះថ្នាក់ភ្លាមតែម្ដងបាទបាទអញ្ចឹងយើងបញ្ចប់រឿងខេត្តកណ្ដាលប៉ុណ្ណឹងចុះហើយបកគោលទូនីតិបន្តទៅលោកយូរ៉ាវិញម្ដងបាទតើពាក់ព័ន្ធនឹងរឿងចរាចរណ៍អីយ៉ាងម៉េចនោះសូមអញ្ជើញបាទ